ជំរាបសួរបងប្អូនអរគ្នាចាអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អក្នុងថ្ងៃនេះសម្រាប់ថ្ងៃនេះផងដែរលោកគ្រូបានលើកយកនៅមេរៀនភាសាខ្មែរថ្នាក់ទី4ដែលតាក់ទងជាមួយនឹងមេរៀនទី26សញ្ញាអាស្ដាឬសញ្ញាលេខ8ចាអញ្ចឹងម្ដងទៀតគឺមេរៀនទី26សញ្ញាអាស្ដាឬសញ្ញាលេខ8ចាអញ្ចឹងកូនមើលនេះគឺជាសញ្ញាអាស្ដាឬមួយក៏យើងអាចហៅថាសញ្ញាលេខ8ដោយសារតែវាមានត្រង់ទ្រាយដូចលេខ8អញ្ចឹងចាអញ្ចឹងសម្រាប់មេរៀននេះផងដែរលោកគ្រូបានលើកយកនៅចំណុចមួយគឺការបង្កើតល្បះចាឥឡូវតាមបងប្អូនថាតើគេឲ្យយើងធ្វើអីខ្លះចាអញ្ចឹងការបង្កើតល្បះដោយប្រើសញ្ញាអាស្ដាឬសញ្ញាលេខ8កណដចាអញ្ចឹងម្ដងទៀតគឺការបង្កើតល្បះដោយប្រើសញ្ញាអាស្ដាឬសញ្ញាលេខ8កណដអញ្ចឹងគេឲ្យយើងយកអា3ហ្នឹងបង្កើតឲ្យជាល្បះចាអញ្ចឹងដើម្បីឲ្យងាយស្រួលក្នុងការបង្កើតល្បះបានយើងក៏លេខទៅមើលនិយមន័យទាំងអស់គ្នាជាមុនសិនអញ្ចឹងនិយមន័យគឺថាសញ្ញាអាស្ដាឬលេខ8ប្រើសម្រាប់សម្គាល់ស្រៈខ្លីចាំម្ដងទៀតសញ្ញាអាស្ដាឬលេខ8ប្រើសម្រាប់សម្គាល់ស្រៈខ្លីចាអញ្ចឹងយើងចូលទៅដល់ការបង្កើតល្បះទាំងអស់គ្នាចាអញ្ចឹងដំបូងគឺយើងបង្កើតល្បះកនេះចាអញ្ចឹងទី1ខ្ញុំចូលចិត្តស្ដាប់វិទ្យុនាងក៏ចូលចិត្តដូចខ្ញុំដែរចាម្ដងទៀតខ្ញុំចូលចិត្តស្ដាប់វិទ្យុនាងក៏ចូលចិត្តដូចខ្ញុំដែរចាអញ្ចឹងគ្រូគូខាងក្រោមកនេះចាទី2ទូរស័ព្ទដ៏ទំនើបនេះជារបស់ពូខ្ញុំចាម្ដងទៀតទូរស័ព្ទដ៏ទំនើបនេះជារបស់ពូខ្ញុំចាអញ្ចឹងគ្រូគូខាងក្រោមដនេះដូចគ្នាចាអញ្ចឹងទី3ចុងក្រោយអញណូមិនក៏មិនចូលចិត្តស្ដាប់ព័ត៌មានថ្មីចាម្ដងទៀតអញណូមិនក៏មិនចូលចិត្តស្ដាប់ព័ត៌មានថ្មីចាអញ្ចឹងអ្នកគ្រូបញ្ជាក់ជូនម្ដងទៀតសម្រាប់កនេះគឺយើងមានរបស់យើងខ្ញុំចូលចិត្តស្ដាប់វិទ្យុនាងក៏ចូលចិត្តដូចខ្ញុំដែរចាទី2ដទូរស័ព្ទដ៏ទំនើបនេះជារបស់ពូខ្ញុំចាអញ្ចឹងក្រោយណូអញណូមិនក៏មិនចូលចិត្តស្ដាប់ព័ត៌មានថ្មីចាអញ្ចឹងសម្រាប់មេរៀនដែលតាក់ទងជាមួយនឹងមេរៀនទី26សញ្ញាអាស្ដាឬសញ្ញាលេខ8របស់អ្នកគ្រូក្នុងថ្ងៃនេះគឺត្រូវបានបញ្ចប់អរគុណកូនៗទាំងគ្នាសម្រាប់ការតាមដានសូមព្រះប្រទានពរ